ជាប្តីប្រពន្ធគ្នាទេប៉ុន្តែរាល់ថ្ងៃហ្នឹងដូចអ្នកដតីសុតសាតហ្មងជាប្តីប្រពន្ធគ្នាទេគ្រាន់តែរកពេលដើម្បីនិយាយគ្រឿងក្នុងចិត្តដើម្បីបញ្ចេញកំហឹងដើម្បីបង្ហាញអារម្មណ៍សេតបង្ហាញថាខ្លួនឯងកំពុងស្ថិតនៅក្នុងកលៈទេសៈបែបណាប្តីខ្ញុំយល់ថាខ្ញុំហ្នឹងកំពុងតារាមាទៀតហើយរហូតដល់មានអារម្មណ៍ថាពិភពលោកមួយនេះគ្មានអ្នកយល់ចិត្តសូម្បីប្តីខ្លួនឯងអញ្ចឹងខ្ញុំចង់ប្រាប់ថាជាប្តីជាប្រពន្ធណាគឺលើសពីដៃគូធម្មតាគឺជាដៃគូដែលយល់ចិត្តបំផុតប៉ុន្តែនៅក្នុងទំនាក់ទំនងប្តីប្រពន្ធណាគឺយើងខ្វះចំណុចទាំងអស់ហ្នឹងយើងអត់យល់សុខទុក្ខគ្នាសូម្បីតែប្តីប្រពន្ធខ្លួនឯងសោះប្រពន្ធឈឺអីប្រពន្ធត្រូវការអីប្តីឈឺអីប្តីត្រូវការអីមិនមានអ្នកស្ដាប់មិនមានអ្នកនិយាយទៅក៏អត់ចាប់អារម្មណ៍ចឹងចំណុចទាំងអស់ហ្នឹងបើសិនជាបងប្អូនទាំងអស់ណាមានយើងកាត់បន្ថយបន្តិចម្ដងព្រោះចុងក្រោយគ្មាននរណាល្អជាងប្តីប្រពន្ធយើងគ្រួសារយើងនោះទេហើយជាពិសេសគឺកាត់ចោលផលរំខានទាំងឡាយនៅក្នុងដំណើរជីវិតប្តីប្រពន្ធជាពិសេសរឿងឲ្យតម្លៃអ្នកដទៃជាងប្តីប្រពន្ធខ្លួនឯងមកចឹងកុំភ្លេចតាមដានเพจអ្នកគ្រូសៀវភៅដើម្បីទទួលបានបទពិសោធន៍និងវីដេអូល្អៗជាពិសេសជា story ដែលខ្ញុំតែងតែស្ដាប់ឮពីសំណាក់បេះដូងរបស់ស្ត្រីក៏ដូចជាទំនាក់ទំនងគ្រួសារព្រោះធ្វើការក្នុងវិស័យនេះជួបច្រើនណាស់ពេលដែលគេត្អូញត្អែមកប្រាប់ហ្នឹងហើយនឹងយករឿងទាំងអស់ហ្នឹងមកចែករំលែកជាចំណេះដឹងជូនបងប្អូនទាំងអស់គ្នាផងដែរកុំភ្លេច like follow share page របស់អ្នកគ្រូសៀវភៅមួយនេះផងចា៎អរគុណ